xong pum mi ta mày bọc ôn đỏ nè năng ngày tay tầm miên chừng ngòi cho mình làm việc thi sang đượcក្នុងការលាយជីហើយជីដែលខ្ញុំលាយប្រភេទ AB នេះគឺវាចំនួន10 លីត្រ A 10 លីត្រ B 10 លីត្រដោយឡែកខ្ញុំបញ្ជាក់សិនសម្រាប់យើងមានទឹក2ធុងតែនេះជាប្រភេទ A ហើយនេះជាប្រភេទ B អញ្ចឹងในការលាយរបស់យើងបើយើងចាក់ប្រភេទទឹកជី A អូខេឥឡូវយើងចាក់ប្រភេទ A ចូលប្រភេទ A មាន3កញ្ចប់អ្នកទាំងអស់គ្នាចាប្រភេទ A គឺមាន3កញ្ចប់ចាអញ្ចឹងសម្រាប់ការចាក់របស់យើងគឺយើងចាក់កញ្ចប់ធំចូលមុនចាយើងចាក់កញ្ចប់ធំចូលមុនអ្នកទាំងអស់គ្នាក្រោយពីការយើងចាក់កញ្ចប់ធំមុនចូលមុនហើយគឺយើងត្រូវយកកំពង់ទីបរបស់យើងមកកូរតែការកូររបស់យើងក៏ដូចគ្នាដែរសូមកូរមកបើមកស្ដាំគឺកូរមកស្ដាំកុំស្ដាំផងឆ្វេងផងអញ្ចឹងអាចនឹងបាត់បង់គុណភាពជីរបស់យើងអ្នកទាំងអស់គ្នាចាក្រោយពីការកូររបស់យើងកូរកុំឈប់ដៃវានឹងធ្វើឲ្យជីនឹងបានលាយមកគឺសព្វលបាយល្អអ្នកនរគ្នានឹងឯងចាគឺយើងនៅតែបន្តកូរបែបនេះក្រោយពីការដែលយើងកូរសព្វហើយយើងចាប់ផ្ដើមចាក់ប្រភេទ A ដដែលតែវាមានចំនួន2កញ្ចប់ចាចំនួន2កញ្ចប់អ្នកនរគ្នាអញ្ចឹងកញ្ចប់ទី1នេះគឺយើងបានលាយសព្វសាច់វាហើយអញ្ចឹងយើងអាចចាក់ទី2ហើយនឹងកញ្ចប់ទី3របស់យើងចាទី2និងកញ្ចប់ទី3របស់យើងចាក់ចូលទៅក្នុងទឹកចាចាក់ចូលទៅក្នុងទឹកក្រោយមកទៀតនៅពេលដែលយើងចាក់ចូលហើយគឺយើងចាប់ផ្ដើមបន្តនៃការកូរបន្ថែមទៀតឲ្យវាសព្វលបាយវាសព្វជាលបាយអ្នកនរគ្នាអញ្ចឹងវាចាប់ផ្ដើមឡើងដូចជាពណ៌នេះហើយហ្នឹងហើយដូចគេហៅថាចាស់គឺនិយាយថាពណ៌ទឹកនោមគោអញ្ចឹងណាតែក្មេងៗគាត់ថាពណ៌នេះពណ៌ដូចតែឈក់ហ្នឹងហើយពណ៌ដូចតែឈក់អញ្ចឹងអ្វីដែលយើងកូរគឺយើងចាប់ដើមកូរសពហើយខ្ញុំបញ្ជាក់បងប្អូនអ៊ំពូមីងក្រោយពីការកូរហើយអ៊ំពូមីងត្រូវតែយកកំពង់ទីបដែលយើងបានកូរនេះហ្នឹងហើយបាញ់លាងទឹកចេញចាបាញ់លើកទឹកចេញលាងទឹកដែលយើងបានកូរជាមួយនឹងជី A របស់យើងហ្នឹងហើយគឺបាញ់លាងសម្អាតវាចេញក្រោយពីការបាញ់លាងសម្អាតហើយយើងឲ្យលាស់វាចេញក្រោយពីការលាស់វាចេញហើយយើងមកចាប់ផ្ដើមលាយជាមួយនឹងប្រភេទ B ម្ដងអ្នកនរគ្នាហ្នឹងហើយប្រភេទ B មានរៀងច្រើនអ្នកនរគ្នាចាប្រភេទ B អ្នកនរគ្នាមានដល់8កញ្ចប់ហ្នឹងហើយឥឡូវគឺយើងចាប់ផ្ដើមធ្វើការចាក់យើងចាប់ផ្ដើមធ្វើការចាក់តែម្ដងអ្នកនរគ្នាចាកញ្ចប់ទី1ចាកញ្ចប់ទី1យើងចាក់ចូលអានេះវារៀងស្អិតជាប់មួយថង់ហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យវាខ្វះជាមួយនឹងសមាសភាពសារធាតុចិញ្ចឹមអ្នកនរគ្នាកលែងហើយយើងចាក់ចូលទៅវិញចាអញ្ចឹងយើងអាចដាក់កញ្ចប់ទី2ចូលចាកញ្ចប់ទី2ចូលអ្នកនរគ្នាអញ្ចឹងចាក់កញ្ចប់ទី2ចូលចាអានេះក៏មានការជាប់ថង់អញ្ចឹងរៀងស្អិតណាអ្នកនរគ្នាហ្នឹងហើយអញ្ចឹងយើងចាក់ចូលចាក្រោយមកទៀតគឺយើងចាប់ផ្ដើមកូរបញ្ជាក់ប្រភេទ GB ក៏ដូចគ្នាដែរអ្នកនរគ្នាត្រូវការកូរមកស្ដាំគឺកូរមកស្ដាំអត់មានស្ដាំផងឆ្វេងផងទេអ្នកនរគ្នាអញ្ចឹងឯងទឹកជីយើងនឹងឡើងតាយហើយដល់ពេលឡើងតាយយើងគិតថាជីហ្នឹងអត់គុណភាពហ្នឹងហើយតែមកពីតិចនិចនៅក្នុងការកូររបស់យើងហ្នឹងគឺយើងបានកូរខុសហ្នឹងហើយតិចនៃការកូររបស់យើងចាយើងកូរខុសដល់ពេលដែលយើងកូរបែបនេះហើយចាយើងចាប់ដើមលើកអានេះយើងចេញហ្នឹងយើងចាក់បន្តទៀតជាមួយនឹងកញ្ចប់ទី3យើងចាក់ជាមួយកញ្ចប់ទី3អ្នកនរគ្នាចា
កញ្ចប់ទី3ចូលចាប់ទី3ចាប់ទី3កញ្ចប់ទី4ចាកញ្ចប់ទី5ចាកញ្ចប់ទី6កញ្ចប់ទី6ចាកញ្ចប់ទី6ក្រោយពីការយើងចាក់កញ្ចប់ទី6ចូលហើយយើងចាក់កញ្ចប់ទី7ចាកញ្ចប់ទី7ចាអញ្ចឹងកញ្ចប់ទី7នេះគឺយើងចាក់ចូលទាំងអស់ដូចគ្នាទាំងអស់គ្នាយើងចាក់ចូលបែបនេះអាលាក់អស់ពណ៌បៃតងនេះក៏វារៀងស្អិតដែរចាពណ៌បៃតងនេះរៀងស្អិតដល់មកទៀតយើងចាក់កញ្ចប់ទី8ចូលចាកញ្ចប់ទី8នេះសំខាន់ណាស់អ្នកអស់គ្នាយកតែកំពុកវត្តអីហ្នឹងគឺខ្វះសារធាតុចិញ្ចឹមអញ្ចឹងគឺយើងចាក់ចូលទាំងអស់ក្រោយមកទៀតគឺយើងយកទឹករបស់យើងហ្នឹងមកកូរដែរកូរតម្រង់តាមចាញ់ដល់ដែរអ្នកទាំងអស់គ្នាគឺអត់មានស្ដាំផងឆ្វេងផងទេបើយើងកូរមកស្ដាំគឺកូរមកស្ដាំហើយបើយើងកូរមកឆ្វេងគឺយើងកូរមកឆ្វេងអត់មានស្ដាំផងឆ្វេងផងអញ្ចឹងអ្នកទាំងអស់គ្នានៅចំណុចពិសេសនៅក្នុងការកូរជីហ្នឹងគឺបែបហ្នឹងអញ្ចឹងបើសិនជាបងប្អូនទិញឈុតទៅជាមួយគេដាក់ថាឈុត5លីត្រអញ្ចឹងមានថាបងប្អូនអរគ្នាត្រូវបែងទឹកបែងចែកទឹកនឹងចែកចេញជា2គឺភេទធុងជា2គឺ A 5លីត្រហើយនិង B 5លីត្រចាអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នេះអ្នកនរគ្នានឹងចម្ងល់ជាមួយនឹងការកូរជីចាអរគុណច្រើនជំរាបលា